និយាយថារឿងអ៊ុតសក់បើគិតទៅវាមិនស្រួលពេកហើយក៏មិនពិបាកពេកដែរសម្រាប់អ្នកដែលចេះពិតប្រាកដហើយក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីមេរៀនលម្អិតទៅកាន់បងប្អូនទាំងអស់គ្នាហើយបងប្អូនកុំភ្លេច Subscribe Channel YouTube ផងណាដើម្បីជាប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំធ្វើឡើងសម្រាប់បងប្អូនដែលអត់មានលុយទៅរៀននៅកន្លែងគេហើយក៏អត់មានពេលវេលាសម្រាប់ការរៀនដូចគ្នាហើយរៀនហើយគេអត់ប្រាប់យើងក្បោះក្បាយអញ្ចឹងក្នុងវីដេអូមួយនេះខ្ញុំនឹងលម្អិតជូនបងប្អូនអរគ្នាហើយសម្រាប់សក់អតិថិជនរបស់យើងគឺគាត់ឆ្លងកាត់ការអ៊ុតមកច្រើនសារហើយបងប្អូនអាចចូលទៅមើលវីដេអូផ្សេងពីគាត់តាំងពីសក់ស្មើករហូតដល់ឥឡូវអ្នកកាត់ហើយនិយាយស្មោះត្រង់អីវីដេអូនេះថតយូរដែរទើបបានយកមកកាត់ផុសនិយាយគួរឲ្យខ្មាស់អីវីដេអូនេះថតចង់ចូល3ឆ្នាំទៅហើយបងប្អូនអរគ្នាអើយទើបតែបានយកមកផុសថ្ងៃនេះទេហើយឃើញមានលាយជាមួយប្រេងហ្នឹងគឺប្រេងបានសៀមអីបងប្អូនមិនដឹងថាអីថាវ៉ាន់ណាហើយសម្រាប់សក់នេះយើងឆ្លងកាត់ការអ៊ុតជាច្រើនដងមកហើយអញ្ចឹងវាកាហាំងគល់របស់វាគឺរាងប៉ោងតែសក់ model របស់យើងមិនមែនពីមុនប៉ោងអញ្ចឹងណាគឺរួញកញ្ញាញ់តែម្ដងអញ្ចឹងកាត់អ៊ុតយូរទៅលាភ្លីហើយសម្រាប់ការលាយទឹកថ្នាំរបស់យើងគឺយើងលាយដាក់ប្រេង4-5តំណក់ទៅលើថ្នាំហើយយើងយកទៅលាបទៅលើគល់សក់ដែលដុសថ្មីអញ្ចឹងយើងអត់លាបទៅលើសក់យើងដែលដែលធ្លាប់អ៊ុតម្ដងនឹងទេបងប្អូនអរគ្នាបញ្ជាក់បន្តិចយើងដាក់ប្រេង4-5តំណក់ហ្នឹងគឺជាការជួយធ្វើឲ្យសក់របស់យើងទន់រលោងបានល្អអញ្ចឹងសក់ប៉ុណ្ណឹងគឺយើងអត់លាយគ្រឿងឲ្យច្រើនទេកាលណាតែលាយគ្រឿងច្រើនគឺទឹកថ្នាំអត់មានកម្លាំងនឹងធ្វើការទេហើយបើបងប្អូនចង់ដឹងពីវិធីលាយទឹកថ្នាំឬក៏ការលាបទឹកថ្នាំឲ្យផ្សេងបងប្អូនអាចចូលទៅមើលវីដេអូចាស់វីដេអូហ្នឹងគឺយើងដូចខ្ញុំបញ្ជាក់អញ្ចឹងយើងលម្អិតសម្រាប់បងប្អូនដែលអត់មានលុយរៀនឬក៏រៀនហើយគេអាចបានបង្រៀនយើងដិតដល់អញ្ចឹងខ្ញុំធ្វើវីដេអូនេះឡើងសម្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងឯងណាបើអាចចង់ដឹងឬក៏ចង់ចេះអីផ្សេងពីហ្នឹងបងប្អូនអាចចូលទៅមើលវីដេអូចាស់ហើយក៏ Subscribe Channel YouTube អ្នកមួយទៅដូចខ្ញុំបញ្ជាក់ចឹងវាជាប្រយោជន៍ដល់បងប្អូនអរគ្នាទេហើយក្នុងបទពិសោធន៍របស់ខ្ញុំក៏វាច្រើនឆ្នាំហើយដែរហើយក៏វាចង់និយាយថាវាជាង10ឆ្នាំហើយអញ្ចឹងបទពិសោធន៍របស់ខ្ញុំវាអាចថានឹងគួរសមនឹងចែករំលែកទៅកាន់បងប្អូនអរគ្នាហើយសម្រាប់ការលាបទឹកថ្នាំរបស់ខ្ញុំគឺខ្ញុំលាបអត់ឲ្យប៉ះពាល់សក់ឯណាបងប្អូនហើយក៏អត់ដល់ដំណចុងដែលយើងធ្លាប់អត់ម្ដងដែរនោះទេហើយសម្រាប់ការលាបទឹកថ្នាំដោយលំនាំដោយរដងអញ្ចឹងណាយើងលាបហើយគឺយើងសិក្សាវាមើលយើងផ្អាប់ទៅតាមកម្លាំងសក់ដែរសក់តូចយើងផ្អាប់ផ្សេងសក់ពើយើងផ្អាប់ផ្សេងហើយប្រភេទសក់នេះគឺខ្ញុំផ្អាប់ចំនួន30នាទីខ្ញុំគិតថា30នាទីនោះមិនគ្រប់គ្រាន់ទេបងប្អូនពេលដែល30នាទីមកដល់ហើយគឺយើងសាម្ដងទៀតនោះគឺយើងលាបទឹកថ្នាំហើយបញ្ជាក់ទឹកថ្នាំដែលយើងលាបម្ដងសាមុនហើយយើងទុករយៈពេល30នាទីនោះគឺយើងអត់អាចយកមកលាបសាថ្មីទេយើងត្រូវតែចាក់ទឹកថ្នាំថ្មីហើយយើងលាយថ្នាំទៅការលាបទៅលើកន្លែងណាដែលវាត្រង់ជាក់ដែរបងប្អូនឃើញបងប្អូនឃើញខ្ញុំលាប30នាទីហើយគឺខ្ញុំលាបអាសាទៀតអានឹងគឺជាសារទី3យើងលាបអាសារួចហើយយើងសាទឹកថ្នាំអាសាទៀតយើងផ្អាប់ចោលហើយយើងសាអាសាទៀតបើបងប្អូនឃើញកន្លែងណាដែលអត់ត្រង់គឺយើងត្រូវថែមទឹកថ្នាំនោះគឺយើងចាក់ថ្មីយកមកលាបយើងដាក់លាយប្រេងតិចតួចទៅលើសរសៃសក់ទៅណានិយាយថារួយមួយកណាត់ត្រង់មួយកណាត់ដែរយើងមានការប្រុងប្រយ័ត្នបន្តិចទាំងឯងដោយសារតែយើងកុំអោយវាខ្លាំងទៅដល់គល់ក៏កុំអោយខ្លាំងទៅដល់តំណសក់ដែលវាចង់យ៉ាតំណសក់ដែលរួញហើយតំណសក់ដែលត្រង់ហ្នឹងគឺយើងត្រូវតែប្រុងប្រយ័ត្នហើយការលាយទឹកថ្នាំបែបសាមញ្ញអញ្ចឹងវាធ្វើឲ្យសក់យើងត្រង់ស្អាតហើយបញ្ជាក់បងប្អូនបើសិនជាសក់ប្រភេទដែលបងប្អូនកំពុងតែអ៊ុតគឺរួយមួយកណាត់ត្រង់មួយកណាត់បែបនេះបើសិនជាយើងសិតដូចខ្ញុំចេះវាឃើញសក់រៀងរួញឬកញ្ឆក់អីគឺយើងប្រញាប់យកទឹកមកលាងទឹកបាញ់វាអត់លឿនដល់ទឹកលេងបងប្អូនយើងដាក់ទឹកនឹងកូនកបោយឬក៏កូនច័ន្ទដែកអីមកយើងយកមកលាងចុងសក់មកតែជាក់ស្ដែងសក់នេះគឺយើងបានលាងអីទេដោយសារតែសក់ហ្នឹងដើមធំជួនកាលសក់យើងសិតអញ្ចឹងណាមានជ្រុលដៃមកយើងពិនិត្យមើលផងថាឃើញរួញអត់ឆក់អត់ត្រង់ហ្នឹងគឺយើងប្រយ័ត្នឲ្យខ្លាំងមែនទែនបើសិនយើងអ៊ុតសក់គេដាច់គឺនៅទឹកនេះឯងហើយបើយើងអ៊ុតសក់គេល្អគឺនៅទឹកនឹងដែរហើយសក់នេះយើងផ្អាប់ហើយយើងសិត
ពីបេសាមើលហើយឃើញតែវាលលាហើយយើងយកវាទៅលាងទឹកពេលដែលយើងដាក់ collagen ឬក៏យើងដាក់សេរ៉ូមមកតង់ទៀតនេះគឺយើងកុំដាក់លួតហើយកុំបាច់ប្រើប្រេងដែរផ្លុំវាស្ងួតអញ្ចឹងមកហើយយើងធ្វើការលាបសេរ៉ូមឬក៏ collagen ទៅលើសក់របស់យើងណាហើយការលាបតង់ទី2នេះមិនបាច់ខ្វល់អីទេបងប្អូនដាក់តែកម្លាតពីគល់សក់ទៅបានហើយយើងលាបជោគកាលណាក៏ល្អកាលហ្នឹងប៉ុន្តែកុំហូរហៀពេកបងប្អូនកាលណាតាហូរហៀពេកវាចោលអត់អំពើទេយើងដាក់មកប៉ាក់មកសំសើមល្មមមកជោគកុំឲ្យវាស្ទើរហ្នឹងទើបសក់យើងវាអត់ស្លកយើងធ្វើអញ្ចឹងតើអ៊ុតស្អាតហើយការលាបcollagen របស់យើងគឺលាបឲ្យទៅសពហើយបើសិនជាយើងចង់ចំហុយក្នុងម៉ាស៊ីនក៏បានដែរប៉ុន្តែជាទូទៅខ្ញុំខ្ជិលចំហុយម៉ាស៊ីនណាខ្ញុំលាបឲ្យទៅសពហើយខ្ញុំយកវាមកគ្របទុកចំនួន40នាទីទៅលើសហ្នឹងក៏អត់អីដែរលើសហ្នឹងគឺកាន់តែល្អហើយយើងយកវាមកផ្លុំពេល10នាទីហើយយើងយកវាមកផ្លុំវាស្ងួតក៏គៀបយកតែម្ដងទៅបងប្អូនហើយការគៀបនោះដែរវាអាចថាលំអិតបន្តិចដូចដែលយើងលាបទឹកថ្នាំទី1ណាយើងចាក់មកស្ដើងល្មមកុំក្រាស់ពេកហើយការគៀបក៏កុំបង្ខំមួយអញ្ចឹងមកវាឆ្អិនលឿនហើយសក់វាត្រង់ស្អាតហើយណាមួយយើងក៏ហត់ដែរបងប្អូនបើសិនជាបងប្អូនគៀបគឹបបង្ខំវាហត់តែខ្លួនឯងទេហើយសក់ក៏វាមិនទៅឆ្អិនលឿនណាម៉ានដែរយើងគៀបអញ្ចឹងគឺឆ្អិនលឿនហើយចង់និយាយថាម៉ាស៊ីនយើងក៏ងាយខូចដែរអញ្ចឹងណាហើយសក់ខ្ញុំសម្រាប់ខ្ញុំតើម្នាក់ឯងគឺអាចគៀប4 5ម្នាក់អីមួយថ្ងៃដែរដោយសារតែយើងលេងទឹកថ្នាំបានត្រង់បើសិនជាយើងលេងទឹកថ្នាំអត់បានត្រង់ទេសក់យើងក៏អត់គៀបលឿនហើយក៏វាមិនស្អាតដែរហើយមានថាទឹកថ្នាំត្រង់ហើយយើងគៀបលេងណាយើងគៀបគឺគៀបលម្អិតអូឆ្អិនតែម្ដងហើយការគៀបរបស់ខ្ញុំគឺខ្ញុំគៀបពីសាដូចសារទី1ចេះខ្ញុំប្រើម៉ាស៊ីនដែលមានកម្រាប់ភ្លើងមកល្មមហើយខ្ញុំក៏ពិបាកបញ្យល់ដែរបើថាម៉ាស៊ីនបងប្អូនម៉ាស៊ីន230ចេះយើងដាក់ត្រឹមតែ180អីក៏បានដែរម៉ាស៊ីនទី1ម៉ាស៊ីនទី2យើងដាក់ភ្លើងពេញទៅតែដល់ឡែកខ្ញុំប្រើម៉ាស៊ីន2អញ្ចឹងពួកម៉ាស៊ីននេះវាភ្លើងវាខ្សោយអញ្ចឹងខ្ញុំដាក់ភ្លើងពេញគៀបតែម្ដងទៅបើនិយាយទៅវាដូចជាម៉ាស៊ីនយើងទូទៅម៉ាស៊ីនកម្លាំង180ហ្នឹងហើយយើងគៀបវាម្សាហើយគឺយើងចំអិនម្សាទៀតមកវិធីធ្វើគឺអញ្ចឹងបើថាបើយើងចេះគឺវាងាយអញ្ចឹងណាហើយថាបើសិនជាយើងអត់ចេះគឺវាហត់ហើយបងប្អូនអរគ្នាវិធីធ្វើក៏ងាយហើយបើបងប្អូនចង់ដឹងពីមេរៀនលម្អិតអីផ្សេងទៀតក្នុង Channel YouTube របស់ខ្ញុំមានបងប្អូនអាចចូលទៅមើលបានមិនថាអ៊ុតពីទឹកអ៊ុតបញ្ចូល collagen ឬក៏អ៊ុត keratin អ៊ុតស្អីគឺមានទាំងអស់ហើយដូចខ្ញុំបញ្ជាក់ចឹងវីដេអូនេះខ្ញុំធ្វើឡើងសម្រាប់បងប្អូនដែលអត់មានពេលរៀនទី1យើងខ្វះការថវិការៀនទី2ហើយវីដេអូខ្ញុំនេះក៏មិនបានជាធ្វើជាញឹកញាប់ដែរបងប្អូនយូរខ្ញុំអាចធ្វើបានម្ដងទេដោយសារតែតែយើងទំនេរដែរកន្លែងយើងធ្វើអត់មានភ្ញៀវដែរតែយើងធ្វើបានតែបើសិនជាកន្លែងយើងភ្ញៀវកក់កុញក៏យើងធ្វើអត់កើតដែរអញ្ចឹងវាយូរការងាររបស់យើងការងារថតវាយូរជាងការងារដែលយើងធ្វើផ្ទាល់អញ្ចឹងបងប្អូនអាច Subscribe Channel YouTube បានហើយមេរៀនលម្អិតអីចូលមើលទៅបងប្អូនអាចដកស្រង់មួយណាដែលច្បាស់លើសយកមករៀនហើយការចែកម្លែករបស់ខ្ញុំគឺពិតតែម្ដងអត់បានលេខទេបងប្អូនបើបងប្អូនចង់ដឹងអីបន្ថែមបងប្អូនអាចចូលក្នុង comment ក្នុង Channel YouTube ខ្ញុំមក comment លើវីដេអូមកខ្ញុំនឹងឆ្លើយហើយអ្វីដែលជាចម្ងល់ខ្ញុំនឹងធ្វើជាវីដេអូក្រោយទៀតដើម្បីបញ្ចូលទៅកាន់បងប្អូនទាំងអស់គ្នាដែលជាចំណុចខ្វះខាតឬក៏ចំណុចស្ទើរណាមួយរបស់បងប្អូនហើយឃើញឯសក់អូយសក់នេះខ្ញុំអ៊ុតតាំងពីស្មើកបងប្អូនហើយសក់នេះឆ្លងកាត់ប្រហែលឆ្នាំនេះគឺយើងកាត់ចោលខ្លះទេអញ្ចឹងម្ចាស់វីដេអូឃើញច្បាស់ជាឈឺក្បាលហើយពួកអីថតច្រើនឆ្នាំមែនទែនត្រូវបានយកមកកាត់ផុស